cái số đây nào nhé số vật cùng mà can video thay mày được bao nhiêu chẳng là trong video này dương nâng màu riêng làm pi can si code Java tặng học nàyហើយនៅក្នុងវីដេអូនេះគឺខ្ញុំអត់បានបង្ហាញអ្នកទាំងអស់គ្នាពីការ set up environment Java ហើយនឹង IDE ទេយើងនឹងចាប់ផ្ដើមទៅសេ code ទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មាន IDE ក៏ដូចជាការ set up environment របស់ Java ទេខ្ញុំនឹងធ្វើជាវីដេអូមួយផ្នែកទៀតដើម្បីបង្ហាញពីការ set up នៅ environment សម្រាប់ទៅសេ code Java ហើយនឹង editor សម្រាប់ទៅសេជាមួយនឹង Java អញ្ចឹងដើម្បីកុំឲ្យខ្វះពេលវេលាយូរយើងចូលទៅកាន់ការបង្ហាញពីការសេ code Java ទាំងអស់គ្នាហើយអញ្ចឹងនៅក្នុងការទៅសេ Java នេះដែរគឺខ្ញុំប្រើប្រាស់នៅ text editor មួយដែលមានឈ្មោះថានេះIntelliJ បាទអញ្ចឹងខ្ញុំ search IntelliJ មកចាំតិចខ្ញុំប្រើ IntelliJ អញ្ចឹងIntelliJ នេះគឺខ្ញុំមាន license ប៉ុន្តែបើសិនជាអ្នកទាំងគ្នាអត់ចង់ប្រើ IntelliJ ទេអ្នកទាំងអស់គ្នាអាចប្រើ text editor ផ្សេងដូចជា VS Code ជាដើមបាទយើងអាចទៅសេ Java បាននេះគ្នាប៉ុន្តែដោយសារតា IntelliJ ហ្នឹងគឺវា build មក professional សម្រាប់អ្នកទៅសេ code ដូចជា Java ហើយយើងអាចទៅសេភ្ជាប់វាជាមួយនឹងការទៅសេ Android ដូចជាការទៅសេជាមួយនឹង Android Studio បាទអញ្ចឹងឥឡូវខ្ញុំបើក IntelliJ មកហើយបានហើយអញ្ចឹងយើងនឹងទៅការបង្កើត project Java ទាំងអស់គ្នាអូខេអញ្ចឹងឥឡូវនៅលើកន្លែងនេះគឺជា project sample របស់ខ្ញុំដែលខ្ញុំបានធ្វើអញ្ចឹងយើងអាចចុច new project នៅកន្លែងនេះអូខេ new project ហើយត្រង់កន្លែងនេះយើងដាក់ឈ្មោះវាមកអូខេឧទាហរណ៍ថា demo Java ហើយនេះគឺជា project location អញ្ចឹង location របស់ project របស់ខ្ញុំគឺស្ថិតនៅក្នុងidea project អញ្ចឹងវាស្ថិតនៅក្នុងនេះគឺស្ថិតនៅក្នុងគឺវាស្ថិតនៅក្នុងអូខេនេះនេះគឺស្ថិតនៅក្នុង user ហើយ idea project អញ្ចឹងពេលដែលយើងបង្កើតមកគឺវាស្ថិតនៅក្នុង line នេះហើយបាទអូខេអញ្ចឹងយើងត្រឡប់មកកាន់ Java របស់យើងវិញអញ្ចឹងយើងស្ថិតនៅក្នុងយើង store location របស់ project របស់យើងគឺនៅក្នុង line នេះអញ្ចឹងline នេះបើយើង text យកកន្លែងនេះគឺមានន័យថាយើងនឹងធ្វើការបង្កើត Git repository មួយសម្រាប់ដាក់ project ហ្នឹងនៅក្នុង Git បាទអញ្ចឹងឥឡូវយើងអត់ទាន់ចង់បង្កើតវាទេអញ្ចឹងយើងដក text វាចេញហើយយើងនៅកន្លែងនេះគឺយើងជ្រើសរើស Maven បាទជ្រើស Maven មកតទៅទៀតយើងអាចជ្រើសរើស version របស់ Java របស់យើងបានតែជា default ខ្ញុំរើសយក Java version 25បាទ JDK version 25ហើយត្រង់កន្លែងនេះបើសិនជាយើង text នៅកន្លែងនេះមានន័យថាពេលដែលយើងបង្កើត project ទៅគឺវានឹងធ្វើការបង្កើតនៅ sample main file មួយហើយមាន demo code មួយចំនួនមានស្រាប់ឲ្យយើងវា generate ឲ្យយើងស្រាប់បាទតែបើសិនយើងអត់ចង់បង្កើតវាទេយើងចង់ទៅសេខ្លួនឯងយើងដក text វាចេញមកបាទអញ្ចឹងខ្ញុំចុច text មកខ្ញុំដាក់ demo code ទៅអូខេហើយកន្លែងនេះadvanced setting នេះគឺទៅមួយនឹង company organization
សិនឧទាហរណ៍ថាយើងធ្វើការនៅលើ Android Studio នៅពេលដែលយើង build Android app គឺវាធ្វើការឲ្យយើងដាក់នៅគេហៅ company ឬក៏ organization របស់យើងអញ្ចឹងឥឡូវខ្ញុំដាក់វាអញ្ចឹងសិនហើយកន្លែង attribute នេះយើងមិនបាច់ប៉ះពាល់វាទេហើយយើង create វាមកបាទយើងចុច create មកអញ្ចឹងយើងធ្វើការរងចាំវាបន្តិចបាទអញ្ចឹងបន្តទៀតបច្ចេករបស់យើងអូខេ so ឥឡូវបច្ចេក Java របស់យើងគឺបង្កើតបានហើយអញ្ចឹងអានេះគឺជាបច្ចេក structure របស់ Java អញ្ចឹងនេះគឺជា sample code ដែលយើងទទួលបាននៅពេលដែលយើង text ត្រង់កន្លែង add នៅ sample code បាទអញ្ចឹងឥឡូវយើងធ្វើការដក debug នេះចេញបាទហើយ code ក្នុងនេះគឺខ្ញុំអត់ចង់បានវាទេហើយយើងចង់ run code ហ្នឹងក៏បានដែរឥឡូវយើង run ឧទាហរណ៍អូខេយើងចុច play នៅកន្លែងនេះមកដើម្បី execute code របស់យើងអូខេអញ្ចឹងនៅពេលដែលយើង execute មកវានឹងបង្ហាញនៅក្នុង console គឺកន្លែងនេះបាទខាងក្រោមនេះអញ្ចឹងវានឹង output នៅទិន្នន័យរបស់យើងដែលយើងបានសរសេរអញ្ចឹងគឺយើងធ្វើការ print នៅ hello and welcome មួយបាទយើងធ្វើការ print នៅ hello and welcome មួយតមួយទៀតយើងមាន loop មួយដែលធ្វើការ count ចាប់ពី1ទៅដល់5បាទអញ្ចឹងបន្តមកទៀតវាធ្វើការ output នៅចំនួន1ដល់5ហ្នឹងបាទអូខេអញ្ចឹងឥឡូវយើងលុបនេះចេញយើងចង់សេថ្មីអញ្ចឹងយើងសេ អូខេយើងសេមែនមកអញ្ចឹងឥឡូវយើងទៅសេ system .out យើងសេ cout មកអូខេហើយយើងសេ hello world អូខេអញ្ចឹងយើងសេ system .out .print hello world អញ្ចឹងយើង save មួយហើយយើងចុច play នៅកន្លែងនេះមក run យើងនឹងទទួលបាន hello world នៅកន្លែង console នេះបាទអញ្ចឹងឥឡូវនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការបង្កើតនៅ Java project អញ្ចឹងការបង្កើត Java project គឺមានតែប៉ុណ្ណឹងហើយនៅក្នុងវីដេអូបន្ទាប់គឺយើងនឹងមកជជែកគ្នាហើយខ្ញុំនឹងមកបញ្យល់អ្នកទាំងអស់គ្នាអំពី folder structure របស់project Java ហើយនឹងយើងនឹងមកស្វែងយល់អំពី basic syntax របស់ Java programming បាទហើយនឹងយើងនឹងមករៀនប្រើអំពី interface របស់IntelliJ IDE ថាតើម្ដុំកន្លែងនេះគេហៅអីគេបាទអានេះគេហៅ console អីចឹងទៅហើយកន្លែងសរសេរ code ហើយកន្លែងបង្ហាញ basic structure អីចឹងទៅបាទអូខេអញ្ចឹងសូមអរគុណជួបគ្នានៅក្នុងវីដេអូបន្ទាប់បាទ